Hello guys ជួបជាមួយនឹងខ្ញុំទៀតហើយតសាច់រឿងយើងបន្តទៀតដើមរឿងមកនៅពេលដែលថេទៅរកស៊ីនលូដល់បន្ទប់ហើយក៏គិតថាខ្ញុំសង្ឃឹមថាស៊ីនលូនឹងនៅទីនេះចុះខ្ញុំមិនដែលមកទីនេះទេនេះជាលើកទី1របស់ខ្ញុំហើយដែលមកបន្ទប់របស់ស៊ីនលូនោះរឿងភ័យតិចហើយពេលហ្នឹងស៊ីនលូក៏បានស្រែកសួរថាអ្នកណាគេថេក៏ថាអូគេនៅទីនេះតាថេហេតុអ្វីបានជាបងនៅទីនេះអញ្ចឹងឆាប់ចូលក្នុងសិនមកចឹងថេក៏ថាតែខ្ញុំបង្កបញ្ហាគេទៅខ្ញុំដឹងថាវាប្រកាសជាមានបញ្ហាបើខ្ញុំជួបជាមួយនឹងគ្រូបង្វឹកតែខ្ញុំមកទីនេះខ្ញុំគិតថាកន្លែងមន្ត្រីរដ្ឋបាលប្រហែលជាគ្មានបញ្ហាអ្វីទេខ្ញុំគួរតែប្រាប់គេមុនថាខ្ញុំនឹងមកទីនេះពេលហ្នឹងស៊ីនលូបាននិយាយថាខ្ញុំមិនប្រកាន់ដែលបងមកទីនេះទេប៉ុន្តែបើសិនជាមានគេឃើញបងមកទីនេះបងនឹងមានបញ្ហាធំណាស់អូត្រូវហើយមិនក៏បងមកទីនេះភ្លាមអញ្ចឹងតែមានរឿងអីមែនទេថេឆ្លើយថាគឺរឿងផែនការរបស់យើងនៅចុងសប្តាហ៍នេះនោះអីអូត្រូវហើយខ្ញុំបានមើលរបាយការណ៍អាកាសធាតុគេថាថ្ងៃនោះអាកាសធាតុល្អណាស់ហើយក៏ថាអើយខ្ញុំថាមកប្រាប់គេថាមិនបានទៅប៉ុន្តែឥឡូវនេះវាធ្វើឲ្យបែរដូចខ្ញុំឈឺណាគឺថានៅថ្ងៃចុងសប្តាហ៍ខ្ញុំមានការហ្វឹកហាត់មួយមកពីខ្ញុំមិនដឹងទៅខ្ញុំបបួលអាយដើរលេងហើយខ្ញុំមិនអាចទៅជាមួយនឹងឯងបានទេអញ្ចឹងហើយអើយហេតុអ្វីក៏ពិបាកនិយាយខ្លាំងម៉ែស៊ីនលូញញោមដូចយល់ចិត្តអញ្ចឹងហើយក៏និយាយថាតាមពិតទៅវាក៏មិនអីដែរព្រោះខ្ញុំដឹងហើយថាការហ្វឹកហាត់រួមគ្នានេះវាមិនកិច្ចការត្រូវធ្វើច្រើនអញ្ចឹងហើយបងប្រហែលជារវល់ណាស់ហើយបាទឲ្យខ្ញុំសុំទោសផងអញ្ចឹងមិនអីទេការហ្វឹកហាត់វាតែងតែបែបនេះហើយបន្ទាប់ពីការហ្វឹកហាត់នេះរួចពួកយើងនឹងអាចជួបសម្រាប់បានមួយសប្តាហ៍អញ្ចឹងហើយចាំណាត់ជួបគ្នាម្ដងទៀតនៅពេលនោះយើងនឹងអាចមានពេលវេលានៅជាមួយគ្នាច្រើនហើយម្យ៉ាងទៀតនៅពេលដែលឈប់សម្រាកនោះគេនឹងអនុញ្ញាតឲ្យពួកយើងចេញពីកោះនេះបានបើអញ្ចឹងយើងក៏អាចចំណាយពេលជាមួយគ្នានៅហុងកុងក៏បានដែរពេលហ្នឹងថេក៏និយាយថាអូពិតជាល្អណាស់បើអញ្ចឹងយើងអាចចំណាយពេលនៅទីនោះជាមួយនឹងគ្នាបានហើយម្យ៉ាងខ្ញុំក៏ទៅទិញបរិយាសង់ឈូវិញដែរខ្ញុំមកទីនេះដើម្បីពន្យាពេលនៅការណាត់ជួបចុងសប្តាហ៍របស់ពួកយើងប៉ុន្តែឥឡូវនេះយើងអាចណាត់ជួបជាលើកទី2បានហើយពេលហ្នឹងស៊ីលូក៏បាននិយាយថាបន្តិចទៀតពួកយើងនឹងអាចស្នាក់នៅជាមួយគ្នាបានហើយក៏ខិតទៅចិត្តថេហើយក៏និយាយទៀតថាខ្ញុំទន្ទឹងរង់ចាំរឿងនេះយូរហើយនេះតើស៊ីលូគេខិតមកចិត្តខ្ញុំវាពិតជាចម្លែកណាស់ទោះបីជាខ្ញុំមានបទពិសោធន៍បាននៅចិត្តមនុស្សច្រើនក៏ដោយប៉ុន្តែខ្ញុំមិនហ៊ានកាន់ដៃគេទេខ្ញុំក៏មិនដឹងដែរតើនេះជាប្រតិកម្មដែលមនុស្សគ្រប់គ្នាតែងតែនិយាយថាស្នេហាធ្វើឲ្យអ្នកប្រុងប្រយ័ត្នតើមែនទេគេពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់នៅពេលដែលគេញញឹមបែបនេះទៅខ្ញុំមិនដែលឃើញអ្នកណាគេស្រស់ស្អាតនិងទាក់ទាញបែបនេះពីមុនមកទេខ្ញុំគិតថាខ្ញុំគួរតែចាប់ដៃគេថ្នមរួចហើយថើបគេនឹងញញឹមតិចតែបញ្ហានោះគឺថាខ្ញុំមិនអាចកម្រើកខ្លួនបានទេតែថាវាជាពេលវេលាល្អក្នុងការធ្វើវាហើយបើសិនជាខ្ញុំធ្វើវានៅពេលនេះតើគេគិតបានធំនឹងថេក៏បានអោនទៅថើបស៊ីនលូហើយក៏គិតទៀតថាបបោមករបស់គេពិតជាទន់ខ្លាំងណាស់ទីបំផុតខ្ញុំបានថើបស៊ីនលូហើយតែគេខឹងខ្ញុំអត់ណាតែគេមិនអីទេមែនទេតែគេអត់បានខឹងខ្ញុំទេមែនទេពេលហ្នឹងពីរអ្នកហ្នឹងក៏នាំគ្នាសើចហើយក៏និយាយថាបានហើយឥឡូវនេះខ្ញុំទៅវិញសិនហើយចាំជួបគ្នានៅពេលដែលការហ្វឹកហាត់នេះរួចរាល់អស់ណាបើអញ្ចឹងចាំខ្ញុំអ្នកជូនដំណើរណាបើសិនជាពូរបស់ខ្ញុំឃើញពួកយើងទាំងពីរបែបនេះគាត់ប្រកាសជានិយាយទៀតហើយថាពួកឯងទាំងពីរពិតជាមានក្តីសុខណាស់ណតែមិនអីទេគាត់ចង់និយាយអីនិយាយទៅខ្ញុំមិនខ្វល់ទេមើលទៅពួកយើងទាំងពីរបានឈានដល់ទំនាក់ទំនងដែលអាចកាន់ដៃគ្នាដើរបែបនេះបានហើយប៉ុន្តែពួកយើងមិនអាចដើរកាន់ដៃគ្នាដើរបែបនេះរហូតបានទេខ្ញុំមិនអាចឲ្យគេជួនខ្ញុំដល់ជាន់ទី6បានទេឲ្យគេជួនខ្ញុំត្រឹមកម្មចរានេះបានហើយនិយាយបានប៉ុណ្ណឹងថៃក៏បានឃើញមនុស្សម្នាក់ដើរចេញមករីកោហេតុអ្វីបានជាគេមកនៅទីនេះដែរអញ្ចឹងពេលហ្នឹងរីក៏បានសម្លឹងទៅមើលដៃពួកគេដែលកាន់ដៃគ្នាហើយក៏ចាប់ដើមញញឹមពេលហ្នឹងថៃក៏បាននឹកឃើញពីសម្ដីរបស់អាប៉ែដែលនៅក្នុងបន្ទប់ទឹកលើកមុននិយាយថារីកោហ្នឹងចូលចិត្តតែមនុស្សប្រុសណាក្មេងៗឯងនឹកឃើញពីសម្ដីហ្នឹងភ្លាមដែលធ្វើឲ្យថេហ្នឹងគិតថាខ្ញុំមានអារម្មណ៍ថាគ្រោះថ្នាក់ខ្លាំងណាស់វាមិនមែនជាគ្រោះថ្នាក់ដែលខ្ញុំធ្លាប់ជួបពីមុនមកទេព្រោះថាគ្រោះថ្នាក់ដែលខ្ញុំធ្លាប់ជួបវាតកតងនឹងអាយុជីវិតរបស់ខ្ញុំពេលនេះខ្ញុំមានអារម្មណ៍ថារឿងនេះវាសំខាន់ជាងអាយុជីវិតរបស់ខ្ញុំទៅទៀតពេលនេះខ្ញុំមានអារម្មណ៍ថានឹងមានគេដណ្ដើមរបស់ដែលមានតម្លៃចេញពីខ្ញុំទៅពេលហ្នឹងរីក៏និយាយថាមានរឿងអីមែនថេអត់ឆ្លើយនឹងអ្វីដែលរីសួរទេក៏ទៅប្រាប់ស៊ីនលូឲ្យត្រឡប់ទៅបន្ទប់វិញមើលទៅមកស៊ីនលូទៅដឹងតែគ្នាអត់ចង់ទៅហើយនេះមុនពេលដែលឯងបានចេញពីបន្ទប់មួយនោះតែបានធ្វើអ្វីខ្លះជាមួយនឹងក្មេងម្នាក់នោះមើលទៅឥឡូវនេះមុខរបស់ឯងក្រហមខ្លាំងណាស់
រឿងអបាញ់មិញនេះវាធ្លាប់ចូលមកក្នុងខួរក្បាលរបស់ខ្ញុំទៀតហើយបបោមាត់របស់ស៊ីនលូពេលហ្នឹងរីក៏ចាប់ដើមផ្សាយវាធ្វើឲ្យថេគិតថាអាងាប់ហើយហែងសាច់រកស្អីមិនថាខ្ញុំធ្វើរឿងអីទេវាគ្មានរឿងអីដែលគេត្រូវសាយទេពេលហ្នឹងស៊ីនលូក៏បានងាកទៅសម្លឹករីកវាធ្វើឲ្យរីកញ៉ាំឌឺថែមប្រហើយពេលហ្នឹងថេក៏បាននិយាយទៅប្រាប់ស៊ីនលូថាមិនអីទេពេលនេះអញត្រឡប់ទៅវិញសិនទៅចាំជួបគ្នានៅពេលក្រោយទៀតណាហើយស៊ីនលូក៏បាននិយាយថាមិនអីទេចាំទៅហើយនៅពេលដែលស៊ីនលូដើរទៅបាត់រីកក៏បាននិយាយថាគេពិតជាស្រស់ស្អាតណាស់ហើយមិនបានជាលោកនិយាយថាមនុស្សប្រុសស្អាតទៅវិញរីកក៏បានឆ្លើយតបវិញថាត្រូវហើយគឺមនុស្សប្រុសឲ្យតែគេធ្វើឲ្យខ្ញុំចាប់អារម្មណ៍ទៅគឺបានហើយតែថាឯងក៏ចាប់អារម្មណ៍គេដែរមែនទេវាមិនមែនជារឿងរបស់លោកទេហើយលោកមកទីនេះធ្វើស្អីដែរក្រែងកន្លែងនេះគេហាមមិនឲ្យចូលហើយខ្ញុំគ្រាន់តែមិនជឿថាគេមិនឲ្យចូលមកទីនេះអញ្ចឹងហើយខ្ញុំក៏មកហើយចុះឯងមិនក៏មកទីនេះវិញខ្ញុំមកទីនេះធ្វើស្អីក៏វាគ្មានអីតាក់ទងនឹងលោកដែរអូចឹងហ៎ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់បើសិនជាខ្ញុំធ្វើអីទៅលើក្មេងប្រុសម្នាក់នោះតើឯងនឹងមានប្រតិកម្មយ៉ាងណាទៅណោះនេះគឺជាមូលហេតុដែលខ្ញុំមានអារម្មណ៍មិនស្រួលនៅពេលដែលជួបគេតើវាជារឿងនេះមែនទេខ្ញុំមិនចង់ឲ្យអ្នកណាគេមកសម្លឹងស៊ីនលូដោយកសែភ្នែកបែបហ្នឹងទេជាពិសេសគឺអាម្នាក់ហ្នឹងមកទោះបីជាចរិតរបស់គេអន់ក៏ដោយប៉ុន្តែរូបរាងរបស់គេមើលទៅល្អខ្លាំងណាស់ឲ្យតែគេចង់បានអ្នកណាហើយម្នាក់នោះប្រកាសជារត់ទៅរកគេមិនខានទេទោះបីជាខ្ញុំអន់ជាងគេក៏ពិតមែនតែមានរឿងមួយដែលខ្ញុំល្អជាងគេនោះគឺមនុស្សធម៌នៅក្នុងខ្លួនពេលហ្នឹងថៃក៏បានសួរទៅកាន់រិកថាអ្វីដែលលោកចង់និយាយនោះគឺលោកចាប់អារម្មណ៍ទៅលើស៊ីនលូតាមមែនទេស៊ីនលូអញ្ចឹងក្មេងមិននឹងឈ្មោះស៊ីនលូវាប្រកាសជាអញ្ចឹងហើយព្រោះថាក្មេងនោះមើលទៅពិតជាមិនអាក្រក់ទេគឺគេល្អខ្លាំងណាស់ពិតជាចម្លែកខ្លាំងណាស់តើភាពក្លាហានរបស់ឯងកាលពីមុនរត់ទៅណាអស់ហើយចុងថៃតើគេគឺជារបស់ឯងមែនទេតែខ្ញុំគិតថាវាមិនមែនអញ្ចឹងទេខ្ញុំមិនអាចនិយាយអំពីរឿងនឹងបានទេព្រោះថាពេលដែលគេនិយាយវាសុទ្ធតែជាការពិតព្រោះថាខ្ញុំនិងស៊ីនលូមិនទាន់តាក់ទងគ្នានៅឡើយទេខ្ញុំថាគេមិនទាន់ជារបស់ឯងនៅឡើយទេនេះលោកកុំមើលមកខ្ញុំបែបនេះអីខ្ញុំមិនបាននិយាយថាខ្ញុំនឹងដណ្ដើមគេចេញពីឯងណាខ្ញុំគ្រាន់តែចង់លេងសប្បាយជាមួយគេមួយផ្លែតែប៉ុណ្ណោះបើខ្ញុំលេងរួចរាល់ខ្ញុំនឹងបកគលគេឲ្យឯងវិញហើយពេលហ្នឹងថៃក៏បាននិយាយថាលោកមិនអាចធ្វើអញ្ចឹងបានទេរីកៅពេលហ្នឹងថៃក៏បានស្រែកហៅឈ្មោះរីកៅមកទៅហឹងយកហ្មងពេលហ្នឹងរីកក៏បានមកនិយាយទៀតថាបើសិនជាឯងចង់បានគេដែរឯងត្រូវតែមើលថាសមត្ថភាពឯងបានដល់ប៉ុណ្ណាបើសិនជាគ្មានសមត្ថភាពយកគេទេបកគលគេឲ្យខ្ញុំមកតើឯងមានទំនុកចិត្តថាតើឯងអាចរក្សាគេបានដែរអត់កាលមកពេលយប់វិញមានបរិសម្នាក់និយាយថាអាកាសធាតុថ្ងៃនេះល្អខ្លាំងណាស់យប់នេះមេឃពិតជាស្រឡះល្អណាស់ឆាខ្ញុំស្មានតែខ្ញុំបានដីឲ្យតើមិញបែរជាត្រូវមកហ្វឹកហាត់កាត់យប់ទៅវិញខ្ញុំពិតជាចង់ទះអាអ្នកប្រាប់ឲ្យមកនឹងណាមិនដឹងជាស្អីទេឲ្យចូលព្រៃឲ្យនៅឲ្យស្ពេកតាបនឹងទៀតអារឿងស្ពេកតាបហ្នឹងខ្ញុំអាចស្ពេបានណាស់តែអារឿងចូលព្រៃឲ្យពេកក្អែស្អីគេនេះតើដើរសុកចេះតែចង់ដោះក្បត់ចោលហ្មងបើសិនជាពូឆាអ៊ីនបានលឺអ្វីដែលពួកគេនិយាយគាត់ប្រហែលជាមកហែកមុតពួកគេជាមិនខានទេថេនេះឯងនៅសើចបានទៀតជើងខ្ញុំដើរឡើងចង់ដួលហើយនេះពេលនោះថេក៏បាននិយាយថាតើការហ្វឹកហាត់រាល់ដងគឺត្រូវតែមានមួយថ្ងៃដើម្បីឲ្យពួកយើងដើរបែបនេះមែនទេពេលហ្នឹងអាប៉ែដែលនៅចិត្តថេក៏បាននិយាយថាមិនមែនទេមិនមែនត្រឹមតែមួយថ្ងៃទេនៅពេលដែលយើងដើររួចពួកយើងត្រូវតែហ្វឹកហាត់បន្តទៀតឲ្យទៅដល់ម៉ោងមកសាលបង្រៀនពួកគេទាំងអស់គ្នាតែងតែខំគ្នាម្នាក់គិតតែពីឆ្លោះគ្នាខ្ញុំនេះថងសឹងអីហើយនៅថ្ងៃនេះដែរពូឆាអ៊ីនក៏បាននិយាយថាអូត្រូវហើយអ្នកទាំងអស់គ្នាថ្ងៃនេះពួកយើងនឹងស្ពាយរបស់ដើរចូលព្រៃនៅពេលយប់នេះប្រហែលជា20គីឡូដីឆាប់ទៅនាំគ្នាញ៉ាំអាហារពេលល្ងាចហើយទៅ30នាទីទៀតពួកយើងនឹងចេញដំណើរទឹកមុខម្នាក់បញ្ជាក់ថាស្អីគេហើយនេះទាំងយប់ហ្នឹងពូឆាអ៊ីនពួកឯងថានៅទីនេះមិនមែនយោធាទេហើយឥឡូវអានឹងជាអីវិញនេះត្រូវដែរជាក្បួនហើយត្រូវស្ពាយឧបករណ៍យោធាទៀតកំពុងតែគិតហ្នឹងមានអាប៉ែម្នាក់គេនិយាយថាខ្ញុំពិតជាចង់ដោះអាវហ្នឹងកុំក្បត់ចោលណាកុំតែគ្រូបង្វឹកនៅចិត្តហ្នឹងទេកុំអីដោះក្បត់ចោលបាត់ហើយថេក៏បានគិតទៀតថាខ្ញុំក៏ចង់ដោះវាក្បត់ចោលដែរពេលហ្នឹងពូឆាំងអ៊ីនក៏គាត់បានមកហើយក៏និយាយថាបើសិនជាពួកឯងចង់ដែរអីវ៉ាន់ចុះពួកឯងត្រូវតែដើរគ្រប់20គីឡូដីសិនចំណែករឿងកៅអៅវិញបើពួកឯងចង់ដោះក្បត់ចោលចាំដល់គោលដៅចាំដោះពេលទៅដល់ហ្នឹងឯងចង់ដេកស្រាលទៀតក៏មិនអីដែរពេលហ្នឹងម្នាក់ឡើងភ្ញាក់ផ្អើលហើយថេក៏ថាចុះពូឆាំងអ៊ីនហេតុមិនបានគាត់មកនៅទីនេះវិញពូគ្រូបង្វឹកជនហេតុអ្វីបានជាលោកមកនៅទីនេះដែរវិញពេលហ្នឹងពូឆាំងអ៊ីនក៏ឆ្លើយថាមកពីខ្ញុំអបសុកពេកមួយថ្ងៃអង្គុយតែនៅការិយាល័យ
ចឹងហើយបានជាខ្ញុំមកដើរលេងជាមួយនឹងពួកឯងខ្លះទៅតែពួកយើងត្រូវដើរដល់ទៅ20គីឡូដីឯណោះបើពួកយើងដើរចប់ហើយត្រឡប់មកវិញវាប្រហែលជាកដាត្រៀតហើយពេលហ្នឹងពូឆាំងអ៊ីនក៏ឆ្លើយថាពួកយើងមិនអាចទៅទាំងកដាត្រៀតចឹងទេពួកយើងត្រូវដេកនៅក្នុងព្រៃហ្នឹងយប់ហ្នឹងទៅហើយនៅពេលដែលពួកយើងបោះជំរំហើយនៅថ្ងៃស្អែកពួកយើងនឹងធ្វើដំណើរ10គីឡូដីទៀតចឹងហើយបានជាខ្ញុំប្រាប់ឲ្យឯងខ្ចប់តង់សម្រាប់ដេកយកមកហើយឯងមានយកមកអត់ពេលហ្នឹងថេក៏បានស្អីថាស្អីគេដេកក្នុងព្រៃហ្នឹងហើយខ្ញុំឮថានៅក្នុងហ្នឹងសបោពស់ណាជាពិសេសគឺពស់ហ្នឹងហ្មងអូចំពោះរឿងនេះខ្ញុំបានគិតរួចហើយអញ្ចឹងហើយខ្ញុំបានចាត់ចែងមនុស្សម្នាក់នៅក្នុងក្រុមដើម្បីឲ្យយាមកាមហើយពួកឯងអាចសម្រាប់បានដោយសុខស្រួលណាពេលហ្នឹងថេក៏បានស្អីថាស្អីគេឲ្យពួកយើងដេកបែបនេះចុះបើដេកសុកមានពស់មកចឹកទៅតើឲ្យពួកយើងធ្វើមិនទៅហើយខ្ញុំខ្លាចតែមានរឿងមិនល្អជាងរឿងពស់ហ្នឹងទៅទៀតខ្ញុំទម្លាប់ដេកបែបនេះរាប់សិបដងហើយខ្ញុំដេកមើលមេឃមើលផ្កាយហើយនៅពេលព្រឹកឡើងក៏ត្រូវជោគដោយទឹកសន្សើមទៀតហើយជួនកាលខ្ញុំក៏បានដេកជាមួយនឹងពួកសត្វពាហនៈដូចជាសត្វពស់និងសត្វកណ្ដៀរដែរប៉ុន្តែពស់នៅទីនោះមិនមានពឹសទេហើយចំណែកនៅទីនេះវិញមានអ្នកខ្លះចង់ច្របាច់កខ្ញុំសម្លាប់ចោលទៀតពេលហ្នឹងពូឆាំងអ៊ីនក៏បានមកនិយាយប្រាប់ថាមិនអីទេដេកតាមបន្តិចទៅមេឃវាភ្លឺហើយអូមែនហើយនៅពេលដែលខ្ញុំដាក់បណ្ដៃឲ្យលើកមុនហ្នឹងខ្ញុំឃើញថាសភៅរបស់មួយក្បាលមានអក្សរខុសគ្នាតែអ្នកណាគេជាអ្នកសរសេរឲ្យឯងពេលហ្នឹងថេក៏លួចញញឹមហើយក៏គិតថាអសភៅមួយក្បាលហ្នឹងគឺជារីកឺជាអ្នកសរសេរបើខ្ញុំប្រាប់ថាប៉ែហ្នឹងគឺជាអ្នកជួយសរសេរគេប្រកាសជាត្រូវចម្លងដល់ក្បាលដែរហើយពេលនោះគេនឹងរបបសរសេរវាហើយវាធ្វើឲ្យគេនិងខ្ញុំឲ្យនៅឆ្ងាយពីគ្នាខ្លះដែរតែបើសិនជាខ្ញុំធ្វើបែបនេះដាក់គេវាពិតជាគួរឲ្យខ្មាស់អ៊ីនខ្លាំងណាស់ហើយពេលហ្នឹងពូឆាំងអ៊ីនក៏បាននិយាយមកថេថាថេតើឯងដឹងអត់អ្នកដែលគេជួយឯងតើគេនឹងខឹងនឹងឯងដែរអត់ត្រូវមើលថាតើគេនឹងឲ្យបកកគ្រោះថ្នាក់ដល់ឯងដែរអត់ហើយបើសិនជាគេដឹងថាឯងជាអ្នកប្រាប់គេនឹងមិនជួយឯងម្ដងទៀតទេពេលហ្នឹងថេក៏បានគិតទៅដល់មុខរបស់រីកខ្សែភ្នែកនឹងនិយាយថានឹងមិនអ្វីដែលឯងសងគុណខ្ញុំពេលហ្នឹងពូឆានក៏ដើរចេញហើយក៏និយាយទៅថាគិតឲ្យច្បាស់សិនទៅខ្ញុំនឹងរងចាំចម្លើយរបស់ឯងនៅថ្ងៃស្អែកណាបើវាបែបហ្នឹងមែនខ្ញុំនឹងប្រាប់ពូឆានអ៊ីនថាខ្ញុំគឺជាអ្នកសរសេរវាហើយឬក៏ត្រូវស្ម័គ្រចិត្តចម្លងវា10ថែមទៀតអូមែនហើយខ្ញុំមានរឿងមួយចង់សួរតើរីកពិតជាបានសម្លាប់គ្រូបង្វឹកម្នាក់តើមែនទេពូឆាំងអ៊ីនក៏ឆ្លើយថាត្រូវហើយគេបានសម្លាប់គ្រូបង្វឹកម្នាក់នៅ2ឆ្នាំមុនពេលនោះប្អូនប្រុសរបស់គ្រូបង្វឹកម្នាក់នោះត្រូវបានដេកនៅក្នុងមន្ទីរពេទ្យពេញមួយជីវិតដោយសារតែស្នាដៃរបស់រីកព្រោះថារឿងនេះវាកើតឡើងនៅកំឡុងពេលហ្វឹកហាត់អញ្ចឹងហើយអង្គការមិនអាចដាក់ទោសគេបានទេហើយម្យ៉ាងទៀតដោយសារតែភស្តុតាងនៅពេលនោះគឺមិនគ្រប់គ្រាន់ផងដែរពេលនោះគេមិនមានបំណងក្នុងការសម្លាប់រីកទេប៉ុន្តែលទ្ធផលនោះអញ្ចឹងតាមពិតគឺវាបែបហ្នឹងទេខ្ញុំដឹងថាវាគឺជាច្បាប់អង្គការប៉ុន្តែអ្វីដែលរីកធ្វើវាពិតជាហួសហេតុខ្លាំងពេកមិនត្រឹមតែប៉ុណ្ណឹងទេសូម្បីតែពួកអឺរ៉ុបក៏ស្អប់នឹងខ្លាចគេដូចជាសត្រូវនឹងគ្នាដែរគេប្រកាសជាមានរឿងរ៉ាវអាថ៌កំបាំងលាក់នៅពីក្រោយខ្នងរបស់គេហើយតែហេតុអ្វីបានជាគ្រប់គ្នានាំគ្នាឈប់អស់ចឹងពេលហ្នឹងពូឆាំងអ៊ីនក៏និយាយថាអូពេលនេះពួកយើងនឹងបានជួបជាមួយនឹងក្រុមផ្សេងទៀតហើយតាមពិតទៅនៅមុនពេលដែលពួកយើងមកទីនេះនៅពេលដែលពួកយើងហ្វឹកហាត់ពួកយើងមានច្បាប់មួយគឺនៅពេលដែលយើងធ្វើដំណើរយើងត្រូវបែងចែកក្រុមនីមួយៗទៅតាមផ្លូវរៀងៗខ្លួនប៉ុន្តែបើសិនជាពេលដែលពួកយើងធ្វើដំណើរពួកយើងបានជួបជាមួយនឹងក្រុមផ្សេងទៀតពួកយើងត្រូវតែរួមដំណើរជាមួយនឹងគេគ្រប់គ្នានៅក្នុងក្រុមផ្សេងៗសុទ្ធតែសង្ឃឹមថានឹងបានជួបក្រុមដែលនៅតំបន់ជាមួយគ្នាហើយកុំឲ្យជួបជាមួយនឹងអបិរោគចិត្តថ្ងៃមុនអីបើជួបច្បាស់ជារឿងមិនល្អទេពេលហ្នឹងថេក៏បានសួរអបិដែលនៅជិតខ្លួនថាឥឡូវនេះយើងជួបជាមួយនឹងក្រុមដែលនៅតំបន់មួយណាអបិហ្នឹងក៏បានបិទវាហើយក៏និយាយថានៅខាងនោះនេះតើពួកយើងត្រូវដើរជាមួយនឹងក្រុមអារោគចិត្តហ្នឹងមែនទេគេពិតជាលេចធ្លោខ្លាំងណាស់មើលចុះគេឡើងខ្ពស់ដាច់គេទាំងអស់តែម្ដងគ្រាន់តែសម្លឹងមើលគេពីចម្ងាយក៏ដឹងដែរថាគេជាមនុស្សគ្រោះថ្នាក់ខ្ញុំត្រូវតែនៅឆ្ងាយពីគេម្នាក់ហ្នឹងបន្តិចខ្ញុំមើលគេមិនឃើញទៀតទេមើលតែចម្ងាយប៉ុណ្នេះអាចរក្សាសុវត្ថិភាពរបស់ខ្ញុំបានហើយកំពុងតែគិតសោកមានអាប៉ែពីរនាក់និយាយថាអាយ៉ានេះយើងមកត្រូវនៅជាមួយនឹងពួកអាស៊ីម្ដងទៀតហើយហ៎មានអាម្នាក់នោះនៅក្នុងក្រុមហើយឥឡូវមកត្រូវជួបជាមួយនឹងពួកអាស៊ីទៀតយើងគិតថាពួកយើងត្រូវតែប្រុងប្រយ័ត្នបន្តិចយើងគិតថាគួរតែប្ដូរវេនគ្នាទេហើយបើទោះជាដេកក៏ដេកមិនលក់ដែរព្រោះថាពួកអាស៊ីនៅជុំវិញយើងបែបហ្នឹងតែយូរទៅជួបតែពួកអឺរ៉ុបហើយក្រុមរបស់ខ្ញុំតាណាអស់ហើយតែយ៉ាងណាក៏ដោយកុំឲ្យទៅជួបអបិរិកទៅបានហើយពេលណាអបិម្នាក់ក៏និយាយថាខ្ញុំពិតជាបារម្ភពីស៊ីម៉ុនខ្លាំងណាស់ហើយអបិដែលនៅជិតនោះក៏សួរថាត្រូវហើយតើគេទៅណាបាត់ហើយខ្ញុំឃើញគេដើរពីក្រោយរីកតែវាពិតជាអន់ណាស់ដែលគេលេងនៅពីក្រោយរីក
ដើរជាមួយគេម្ដងញើសខ្ញុំហូរដូចជាទឹកអញ្ចឹងឯងក៏ធ្លាប់ឃើញគេសម្លាប់មនុស្សដែរឯងគួរតែដឹងហើយថាគេដៃឆៅប៉ុណ្ណានោះបើដេកសុកស្រាប់តែគេយកក្បិតមកចាក់ខ្ញុំមិនដឹងគិតមិនទេរីកកើដែលអ្នកទាំងអស់គ្នាហៅថារីកនេះពេលណាមានអ្នកខ្លះគេនិយាយថាមើលចុះតើគេធ្លាប់ត្រូវណាចាត់ធ្វើមកក្បិតអត់មិនដឹងដែរតែថាឯងដែលខាបរិនហូរឈាមដែរអត់ត្រូវហើយពួកយើងនៅក្នុងជាមួយគ្នាប៉ុន្តែខ្ញុំមិនដែលឃើញគេហូរឈាមទេហើយសូម្បីតែសមាជិកក្រុមរបស់គេក៏មិនចោះសម្រងជាមួយនឹងគេដែរអាប៉ែតហ្នឹងក៏និយាយទៀតថាយ៉ាងណាក៏អរគុណព្រះដែរដែលឲ្យយើងនៅក្នុងជាមួយគេនោះបើសិនជានៅក្នុងផ្សេងវិញយើងប្រហែលជាធក់សាច់មិនខានទេអ្នកនៅទីនេះគ្រប់គ្នាអ្នកខ្លះមានអារម្មណ៍រៀងខ្លួនអ្នកខ្លះសប្បាយចិត្តដែលបាននៅក្នុងក្រុមជាមួយនឹងអាប៉ែតរៀងអ្នកខ្លះទៀតក៏រៀងភ័យខ្លាចចុងក្រោយគេនៅតែម្នាក់ឯងដោយសារតែមនុស្សជុំវិញខ្លួនរបស់គេសុទ្ធតែជាសត្រូវតែយ៉ាងណាក៏ដោយគេគួរតែមានមិត្តឲ្យបានម្នាក់ដែរតែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍សោកសៅយ៉ាងនេះពេលនេះខ្ញុំលែងចង់ឮពួកគេនិយាយគ្នាទេខ្ញុំគួរតែដើរលឿនដើម្បីគេចពីពួកគេមិនយូរប៉ុន្មានខ្ញុំក៏បានជួបនឹងរីកើម្ដងទៀតប៉ុន្តែគេមើលទៅពិតជាស្ងប់ស្ងាត់ខ្លាំងណាស់ហើយអ្នកនៅក្នុងក្រុមរបស់គេគ្មាននរណាចូលចិត្តគេនោះទេនេះសូម្បីតែរួមក្រុមរបស់គេក៏ចង់សម្លាប់គេដែរមើលទៅជីវិតរបស់គេនឹងត្រូវប្រឈមជាមួយនឹងគ្រោះថ្នាក់គ្រប់ពេលហើយបើសិនជាសោកមានគេប៉ុនប៉ងចង់សម្លាប់គេភ្លាមនោះខ្ញុំមិនដឹងថាត្រូវរកវិធីជួយគេមិនដែរពេលនេះខ្ញុំនៅតែគិតពីពាក្យដែលគេនិយាយមកកាន់ខ្ញុំនៅឡើយទេពាក្យមួយនោះឮនៅក្នុងត្រចៀករបស់ខ្ញុំរហូតគេគឺជាមនុស្សដែលខ្ញុំមិនចង់ជួបតទៅសោះឲ្យតែខ្ញុំជួបគេពេលណាដឹងតែមានរឿងមិនល្អកើតឡើងរហូតមកជាពិសេសនៅពេលដែលគេចង់ដណ្ដើមរបស់ដែលមានតម្លៃរបស់ខ្ញុំទៅនោះខ្ញុំនឹងមិនលើកលែងឲ្យគេដាច់ខាត